សម្រាប់យើងធ្វើអាយ៉ងលក្ខណៈរបស់វាសំខាន់កាលណាយើងចាប់ដើមធ្វើពីដំបូងមកយើងចាប់គូចាប់អីហ្នឹងយើងគិតវាបើសិនជាយើងមិនដែលមានសោះចឹងយើងគិតវាថាតើរូបហ្នឹងយើងធ្វើដើម្បីរឿងអីបាទអញ្ចឹងហ្នឹងហើយហើយរឿងហ្នឹងជារឿងលក្ខណៈបែបកំ pl ែងឬក៏លក្ខណៈបែបកំសត់អីចឹងណាអញ្ចឹងយើងធ្វើតម្រូវតាមតែរឿងធម្មតាក៏ទូកំណត់របស់សិល្បករតែកាលណាគាត់ចង់ធ្វើអាយ៉ងសម្រាប់សម្ដែងហ្នឹងគឺគាត់មានកំណត់ហើយបានគាត់ផលិតជារូបអញ្ចឹងរូបគ្រប់រូបទាំងអស់ដែលផលិតហើយគឺតែសម្រាប់សម្ដែងហ្នឹងសម្រាប់ធ្វើអាយ៉ងមួយគឺយើងសំខាន់យើងដំបូងបំផុតហ្នឹងគឺយើងត្រូវមានស្បែកបាទស្បែកហ្នឹងគឺស្បែកគូស្បែកគូបាទហើយសំខាន់បំផុតទៀតសំខាន់មែនតើគឺខ្ញុំពងធ្វើហ្នឹងគឺធ្វើពលាកសម្រាប់ដាប់ស្បែកហ្នឹងហើយសម្រាប់ដាប់ស្បែកនេះធ្វើនេះនិយាយហៅពលាកហើយសម្រាប់កាត់អីហីស្បែកគូយើងស្រួលរហូតប៉ុន្តែសំខាន់បំផុតដៃគឺយើងពិបាករហូតតិចដៃត្រូវធ្វើនេះយើងពិបាករហូតរយៈពេលវាតាមតូចតាមធំបើស្បែកតូចអាយ៉ងនេះគឺរូបខ្លះយើងធ្វើតែមួយថ្ងៃហើយរូបខ្លះយើងធ្វើ2ថ្ងៃទៅវារូបខ្លះយើងធ្វើដល់មួយអាទិត្យអីទៅបានហើយដូចជារូបវាំងរូបអីចឹងយើងបាទធ្វើដែរអញ្ចឹងត្រូវការពេលមួយអាទិត្យយ៉ាងតិចវ៉ាវអាយ៉ងខ្មែរយើងមានតែមួយទេតែកាលណាអាយ៉ងឯងបើសិនជាវាអាយ៉ងវាមានតែមួយប៉ុន្តែគាត់ថាវានៅក្នុងប្រភេទល្ខោនតុក្កតាតែថាល្ខោនតុក្កតាខ្មែរវាមានច្រើនប្រភេទអញ្ចឹងអាយ៉ងនេះវានៅក្នុងប្រភេទតុក្កតាហើយអាយ៉ងគឺវាមានតែអាយ៉ងមួយអត់មានអីទេតែអាយ៉ងវាជាអាសាធារណៈនេះហ្នឹងតែយើងជាឈ្មោះហើយអាយ៉ងមួយគឺវាសំខាន់ទាំងអស់មូលហេតុនេះបានសំខាន់ដែលគេផលិតអាយ៉ងហ្នឹងមកគឺគេផលិតដើម្បីបម្រើសាច់រឿងអញ្ចឹងវាត្រូវសំខាន់ទាំងអស់អញ្ចឹងអាយ៉ងមួយគឺជាតួឯកមួយអាយ៉ងជាតួមួយអញ្ចឹងបើយើងបាត់តួមួយណាមិនបានអញ្ចឹងវាអត់មានមួយណាដែលសំខាន់ជាងមួយណាទេអ្វីដែលពិសេសបំផុតគឺវាសំខាន់ទាំងអស់ Do you understand ធម្មតាអាយ៉ងគឺជាទម្រង់សិល្បៈមួយដែលវានៅក្នុងវប្បធម៌ខ្មែររួចហើយដែលគេចារទុករួចហើយប៉ុន្តែសំខាន់បំផុតអ្វីដែលយើងមិនអាចមានតម្លៃឲ្យខ្ពង់ខ្ពស់បានដោយសារខ្មែរយើងមិនស្គាល់អញ្ចឹងណាដល់ពេលអត់ស្គាល់អញ្ចឹងទៅវាហាក់បីដូចជាអត់មានតម្លៃប៉ុន្តែសម្រាប់សិល្បករដែលអ្នកធ្វើអ្នកសម្ដែងនេះគឺមានតម្លៃណាស់សម្រាប់គាត់អាយ៉ងគឺជាតំណាងឲ្យល្ខោនស្រមោលមួយប្រភេទបាទជាសិល្បៈតុក្កតាស្រមោលមួយប្រភេទដែលខ្មែរយើងស្គាល់គឺថាស្គាល់មិនច្រើនម៉ានេះប៉ុន្តែខ្មែរជាទម្រង់មួយជាបោះល្ខោនស្រមោលអញ្ចឹងមកអាយ៉ងស្រមោលវាជាល្ខោនស្បែកតូចបាទដែលជាឈ្មោះមួយដែលអ្នកស្រុកយើងហៅតាមជនតាមតំបន់ខ្លះគេហៅអាយ៉ងតំបន់ខ្លះគេហៅល្ខោនស្បែកតូចអត់ទេយើងមានតែមួយទេអាយ៉ងគឺមានបាទអត់មានពីរទេប៉ុន្តែល្ខោនស្រមោលគឺយើងមានពីរប្រភេទយើងមានល្ខោនស្រមោលស្បែកធំនិងល្ខោនស្រមោលស្បែកតូចអញ្ចឹងណាបាទហើយសម្រាប់អាយ៉ងគឺមានតែមួយទេប៉ុន្តែបើយើងនិយាយល្ខោនស្រមោលយើងមានពីរយើងមានស្បែកតូចនិងស្បែកធំ
វាខុសគ្នាត្រង់តែទី1បើសិនយើងខុសគ្នាត្រង់ទី1យើងមនុស្សយើងទៅបើយើងហមស្បាយយើងត្រូវជាចរិតរបស់ស្វាបើស្បាយយើងត្រូវបើយើងស្ថិតស្បាយមិនហមស្បាយវិញយើងត្រូវស្គាល់ចរិតនៃតាស្បាយនឹងត្រូវលេងមិនបែបមិនបើស្បាយជឿតមិនរួមបើសិនតែស្បាយហោះមិនវិញអានឹងវាគាត់ថាខុសគ្នាពីត្រង់អញ្ចឹងបើសម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយចឹងតាមតែនេះជាអ្វីដែលខ្ញុំចង់មានចង់បានហើយខំឃើញសកម្មភាពបែបហ្នឹងមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តខ្លាំងហើយខ្ញុំសកម្មថាស្បែកហ្នឹងហើយពេលក្រោយទៅបន្តឲ្យណាក្រោយទៅដំណើរការជាលក្ខណៈពិសេសវាមានច្រើនគឺថាទៀងធ្វើមិនសម្ដែងពិសេសរបស់យើងចំណុចនេះទី1គឺទស្សនិកជនយើងទី1បើសិនបើយើងសម្ដែងទី1បន្ទោះសេតនាយើងមើលទៅបើទស្សនិកជនគេមើលចាប់អារម្មណ៍លើយើងតែម្ដងបើសិនតែយើងសម្ដែងទៅមិនអាចតេតងនៅភ្នែកទស្សនិកជនបានទេអានឹងការសម្ដែងរបស់យើងគាត់ជាមិនបានជោគជ័យបើសិនតែយើងធ្វើបានល្អទស្សនិកជនគេមើលមកគាត់បានជោគជ័យបាទនិយាយរួមទៅពូគាត់នៅទីនេះគាត់ជាអ្នកចាត់ចែងផ្ទាល់អញ្ចឹងប្រធានបទគាត់បើសិនតែគាត់មានបទថ្មីភ្លាមគាត់នឹងប្រាប់ពួកយើងឲ្យពួកយើងមកសមប្រធានបទថ្មីរបស់គាត់ខាននៅក្នុងវប្បធម៌របស់ខ្មែរយើងទី1គឺយើងលើកតម្លៃហើយវប្បធម៌ខ្មែរយើងឲ្យកូនខ្មែរចំនួនក្រោយទៅបានស្គាល់ថាវប្បធម៌ខ្មែរមានអីខ្លាំងហើយចំនួនវប្បធម៌ខ្មែរមានស្បែកមានអីអញ្ចឹងថាក្បាច់អានេះគឺជាក្បាច់ហើយរបស់ខ្មែរអញ្ចឹងខ្មែរគ្រាន់តែមើលមកអូនឹងជារបស់ខ្មែរតែម្ដងមិនមែនខ្លាចចម្លងពីគេមកមានគឺដូចថាគេកន្លែងនេះជាការជាប្រចាំរបស់ពួកខ្ញុំគឺថ្ងៃសុក្រហើយស្អែកដូចថាមានកន្លែងផ្សេងគេ invite មកអញ្ចឹងគេអញ្ជើញពួកយើងទៅអញ្ចឹងយើងអាចទៅចូលរួមបាទចំពោះខ្ញុំគឺខ្ញុំមានការរីករាយខ្លាំងណាស់ព្រោះវាជាអ្វីដែលខ្ញុំចង់បានតែមុខវាហើយអរគុណច្រើនបាទអរគុណច្រើន Cheers